ACU เราเคยยังติการรองสกบวายวันนี้ตัวลอยปีจุนจิตยันไทยจำนวนประมาณ$174,000ในคลังกรมออนไลน์สแกมจิตนรองการดอดแรงអង្គ ភាព ប្រឆាំង អំពើ ពុករលួយ ACU រកឃើញអធិការរងនគរបាលស្រុកបវ៉ាខេត្តបាត់ដំបងម្នាក់ឈ្មោះ វ៉ាន់ វាសនា ទទួលលុយពីជនជាតិចិនថៃចំនួន$774,000 ដែលជាមេខ្លោងក្រុមអនឡាញស្កាមជាថ្នូវរងការដោះលែងខុសច្បាប់បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី29 ខែកញ្ញាឆ្នាំ2025នេះក្រៅពីអធិការរងនគរបាលស្រុកបវ៉ាអង្គភាពប្រឆាំងអំពើពុករលួយក៏បានរកឃើញមនុស្សចំនួន5នាក់ផ្សេងទៀតដែលពាក់ព័ន្ធក្នុងករណីរត់ការដោះលែងក្រុមអនឡាញស្កាមនេះក្នុងនោះមានឈ្មោះតាំងសំណាងជាយោធាមានខ្លួនមានឈ្មោះហេងសុកណាពេជ្រខ្លួនឈ្មោះមនីសុកដារ៉ូពេជ្រខ្លួនឈ្មោះអូវ៉ារ៉ារ៉ាត់រាវីហៅថាពួកស្កាមអនឡាញចំនួន43នាក់ជាជនជាតិថៃនិងជាអ្នកចំណាយលុយ$774,000រត់ការដោះលែងកូនចៅនិងឈ្មោះសុព្រីផានសុភើបជនជាតិថៃគេខ្លួនបើតាមអង្គភាពប្រឆាំងអំពើពុករលួយករណីនេះបានកើតឡើងតាំងពីខែឧសភាឆ្នាំ2025មកម្លេះពលគឺនៅពេលបទបញ្ជារបស់នាយឧត្តមសេនីយ៍សថេនអគ្គស្នងការនគរបាលជាតិសហការជាមួយមូលដ្ឋានបានចុះប្រតិបត្តិការរដ្ឋបាលនៅថ្ងៃទី2ខែឧសភាឆ្នាំ2025នៅក្រុងប៉ោយប៉ែតហើយរកឃើញអ្នកចូលរកស្នាក់នៅព្រមទាំងធ្វើការខុសច្បាប់ជាច្រើនអ្នកក្នុងនោះជនជាតិថៃចំនួន43នាក់ស្រី20នាក់ធ្វើការបោកប្រាស់តាមអនឡាញនៅយប់ថ្ងៃទី6ខែឧសភាឆ្នាំ2025ឈ្មោះវ៉ាន់ វាសនាបានប្រកល់ប្រាក់$284,000ទៅឲ្យឈ្មោះហេងសុកណានៅខេត្តកំពតដើម្បីរត់ការសូកប៉ាន់ដែលមានឈ្មោះមនីសុកដារ៉ូជាអ្នកគប់ខិតនិងជួយលាក់បាំងអំពីការផ្ទេរប្រាក់អង្គភាពប្រឆាំងអំពើពុករលួយកំពុងបន្តការឃាត់ខ្លួនជាប់ចោទចំនួន4នាក់ទៀត